តម្លៃប្រេងឥន្ធនៈកំពុងតែហក់ឡើងខ្ពស់ហើយបងប្អូនទាំងគ្នាបើសិនខ្ញុំប្រាប់បងប្អូនទាំងគ្នាថាមានរថយន្ត2ជម្រើសសម្រាប់បងប្អូនទាំងគ្នាក្នុងការជ្រើសរើសទី1គឺអគ្គិសនីលេសាំងទី2គឺអគ្គិសនីសុទ្ធតើបងប្អូនទាំងគ្នាយល់យ៉ាងណាដែរជំរាបសួរបងប្អូនទាំងគ្នាអញ្ចឹងដូចបងប្អូនទាំងគ្នាបានឃើញអញ្ចឹងទីផ្សារតម្លៃប្រេងឥន្ធនៈនេះពេលបច្ចុប្បន្នកំពុងតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងហើយជាដំណោះស្រាយក្នុងការជ្រើសរើសវិញខ្ញុំគិតថាថ្ងៃនេះគឺបងប្អូនទាំងគ្នាអាចទទួលបានព័ត៌មានល្អដោយសារតែក្រុមហ៊ុនផ្លូវការមានការធានាត្រឹមត្រូវហើយកំពុងតែដាក់លក់នៅតម្លៃពិសេសនៅក្នុងថ្ងៃតាំងបង្ហាញរថយន្តផ្លូវការរបស់គាត់នៅផ្សារទំនើប Eon Mall San Sok ចាប់ពីវេលាម៉ោង 9 ព្រឹករហូតដល់ម៉ោង 10 យប់នៅថ្ងៃទី 14 ទី 15 ទី 16 ពីក្រុមហ៊ុន Chang'an Cambodia និង Depot Cambodia ដែលមានក្រុមហ៊ុននាំចូលផ្លូវការគឺ OMA Cambodia នៅក្នុងនោះផងដែរបងប្អូនទាំងគ្នានឹងទទួលបាននៅតម្លៃពិសេសក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាច្រើនរាល់ការទិញរថយន្តអគ្គិសនីសាំងគឺរថយន្ត Chang'an Nivo Q05 ស៊េរីថ្មីចុងក្រោយសាកភ្លើងមួយពេញនិងសាំងមួយពេញបងប្អូនទាំងគ្នាអាចបើកបររយៈចម្ងាយបានរហូតដល់ជាង 1200 គីឡូម៉ែត្រអន្សំចៃខ្លាំងមែនទែនហើយតម្លៃពីមុនរហូតដល់ $35,900 តម្លៃឥឡូវនេះសម្រាប់5គ្រឿងដំបូងគឺបងប្អូនទាំងគ្នាចំណាយត្រឹមតែ $32,900 ទេរីឯរថយន្តប្រភេទអគ្គិសនីសុទ្ធវិញ Dipol SO5 ជាប្រភេទអគ្គិសនីសុទ្ធតម្លៃពីមុនរហូតដល់ $35,900 ឥឡូវនេះចុះសល់ត្រឹមតែ $39,000 ទេហើយការផ្ដល់ជូននេះសម្រាប់តែ3គ្រឿងទេអញ្ចឹងរួចរាល់ឡើងបងប្អូនគ្នាចូលរួមជាមួយនឹងការតាំងបង្ហាញរថយន្តផ្លូវការពី Depot Cambodia និង Chang'an Cambodia នៅឯផ្សារទំនើប Eon Mall San Sok ចាប់ពីវេលាម៉ោង 9 ព្រឹករហូតដល់ម៉ោង 10 យប់នៅថ្ងៃទី 14 ទី 15 ទី 16 អញ្ចឹងកាន់តែជាកូដសាកសួរព័ត៌មានលម្អិតទទួលបាននូវរថយន្តដែលមានទំនុកចិត្តខ្ពស់លើការធានាពីក្រុមហ៊ុន OMA Cambodia